សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃកម្ពុជាជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជាបើកស្ថានទូតនៅប៉ាគីស្ថានជាផ្លូវការក្នុងជំនួបរវាងសម្ដេចតេជោហ៊ុនសែននិងឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថានបានឯកភាពគ្នាលើចំណុចរួមរបស់រាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលប៉ាគីស្ថានជាពិសេសនឹងជំរុញឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនបន្ថែមទៀតហើយជាពិសេសទៀតនោះនៅពេលដែលកម្ពុជាយើងមិនទាន់មានស្ថានទូតនៅប៉ាគីស្ថានទេសម្ដេចតេជោបានគាំទ្រឲ្យរាជរដ្ឋាភិបាលកម្ពុជាបើកស្ថានទូតនៅប៉ាគីស្ថានដើម្បីជំរុញការគាំទ្រទំនាក់ទំនងរវាងប្រទេសទាំងពីរសម្ដេចតេជោបានកត់សម្គាល់ថាប៉ាគីស្ថានគឺជាប្រទេសមួយដែលបានទទួលស្គាល់កម្ពុជាហើយប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងជាមួយគ្នាតាំងពីឆ្នាំ1952មកពលគឺមុនមួយឆ្នាំដែលកម្ពុជាទទួលបានឯករាជ្យពីបារាំងការទទួលស្គាល់របស់ប៉ាគីស្ថានមកលើកម្ពុជានេះគឺជាការចងចាំសម្រាប់កម្ពុជាផងដែរដែលបញ្ជាក់ពីការផ្ដល់តម្លៃរបស់ប៉ាគីស្ថានមកកម្ពុជាសម្ដេចតេជោហ៊ុនសែនចង់ឃើញរាជរដ្ឋាភិបាលកម្ពុជាបង្កើតស្ថានទូតជាផ្លូវការនៅប៉ាគីស្ថានហើយសម្រាប់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្ដេចតេជោនិងឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថានក៏បានឯកភាពគ្នាជារួមធ្វើយ៉ាងណាឲ្យរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរជំរុញពាណិជ្ជកម្មឲ្យកាន់តែទៅមុខហើយទន្ទឹមនឹងនយោបាយនៃប្រទេសទាំងពីរកំពុងតែរីកចម្រើននោះគំបីប្រទេសទាំងពីរពិនិត្យមើលក្នុងការពង្រីកទំហំពាណិជ្ជកម្មសេដ្ឋកិច្ចនិងការវិនិយោគបន្ថែមទៀតដែលតាមទិន្នន័យរហូតមកដល់ពេលនេះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានប្រមាណ$53 លានក្នុងឆ្នាំ2025កន្លងទៅនេះដូច្នេះថ្នាក់ដឹកនាំទាំងពីរចង់ឃើញពាណិជ្ជកម្មប្រទេសទាំងពីរមានការកើនឡើងបន្ថែមទៀតតាក់ទងទៅនឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជនថ្នាក់ដឹកនាំទាំងពីរក៏មានបំណងជំរុញឲ្យផ្លាស់ប្ដូរប្រជាជននិងប្រជាជនជាពិសេសពាក់ព័ន្ធទៅនឹងវិស័យទេសចរណ៍ផងដែរអរគុណសម្រាប់ការតាមដានទស្សនាសូមចុច like និង Subscribe ដើម្បីទទួលបានព័ត៌មានផ្សេងៗទៀតសូមអរគុណ